បើប៉ុទាំងអស់គ្នាធ្លាប់ឆ្លោះជាមួយ AI នៅពេលដែលយើងសន្ទនាសុកត្រាប់តែ AI ចាប់ផ្ដើមផ្លិចនៅការសន្ទនារបស់យើងពីមុនដែលវាងាយនៅក្នុងការបង្កនៅជំងឺមួយគេហៅថា hallucination គឺជាជំងឺមួយដែល AI វាបង្កើតជាចម្លើយខុសឲ្យយើងនៅពេលដែលវាផ្លិចរាល់ការសន្ទនារបស់យើងហើយមូលហេតុដែលវាផ្លិចគឺដោយសារតែ context window context window គឺជាការចងចាំបណ្ដោះអាសន្នរបស់ AI គឺជាបរិមាណព័ត៌មានអត្ថបទកូដរូបភាពដែលវាអាចអាននិងចងចាំបាននៅក្នុងពេលតែមួយគេវាស់វាជា token នៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការសន្ទនាគ្រប់ប្រធានបទទាំងអស់នៅក្នុងតែផ្ទាំងឆាតមួយហ្នឹងវាធ្វើឲ្យ AI ចាប់ផ្ដើមផ្លិចនៅការសន្ទនាពីដើមរបស់យើងហើយវាចងចាំតែការសន្ទនាថ្មីៗអញ្ចឹងវាធ្វើឲ្យវាងាយនៅក្នុងការបង្កើតនៅកំហុសហើយកត្តានេះហើយដែលធ្វើឲ្យការសន្ទនារបស់យើងជាមួយ AI ហ្នឹងវាអត់មានប្រសិទ្ធភាពនិងខាតបង់ពេលវេលារបស់យើងអស់ជាច្រើនដើម្បីបង្ការនៅបញ្ហាមួយនេះគឺយើងមានវិធីជាច្រើនដែលបងប្អូនទាំងអស់គ្នាអាចធ្វើតាមវិធីទី1គឺការសង្កេតអញ្ចឹងយើងអាចសង្កេតមើលការសន្ទនារបស់យើងប្រសិនបើ AI ចាប់ផ្ដើមផ្លិចនៅព័ត៌មានដែលយើងបានប្រាប់ពីដើមឬក៏ចាប់ផ្ដើមបញ្ចេញចម្លើយខុសទៅនឹងការ format អីដែលយើងចង់ឲ្យ AI ធ្វើឲ្យវាមានន័យថា context window របស់វាជិតពេញហើយបើបងប្អូនទាំងអស់គ្នាកំពុងតែអង្គុយសរសេរប្រមម្ដងមួយហើយចេញលទ្ធផលអត់ត្រូវចិត្តនាំឲ្យខាត់ credit និងខាត់ពេលរបស់យើងចូលទៅបងប្អូនទាំងអស់គ្នាអាចទៅទាញយក AI prompt Bible ជាង50ដោយ Edgar Clay ដោយ scan QR នៅទីនេះហើយបើសិនបើបងប្អូនទាំងអស់គ្នាចង់ចេះ AI Office Automation បងប្អូនទាំងអស់គ្នាអាចចុះឈ្មោះចូលរៀនបានចាប់ពីឥឡូវនេះទៅដល់តម្លៃនេះពេលឥឡូវ 99.99 ក៏តែយើងនឹងឡើងទៅ250នាពេលឆាប់នេះជំហានទី2គឺ re-anchor គឺការទៅរំលឹករាល់ការសន្ទនារបស់យើងដែលយើងសន្ទនាជាមួយនឹង AI ហ្នឹងដើម្បីឲ្យ AI ចងចាំសារឡើងវិញហើយផ្ដល់នៅចម្លើយឲ្យយើងត្រឹមត្រូវក៏តែវិធីនេះអត់សូវបានផលប៉ុន្មានទេព្រោះអីកាលណាតែវា full memory ហើយវាក៏delete នៅការសន្ទនាចាស់អញ្ចឹងវាអត់ទាញមកវិញបានទាំងអស់ទេក៏តែយើងមានវិធីមួយដែលធ្វើការជាមួយ AI ប្រកបដោយសុវត្ថិភាពហ្នឹងគឺវិធីទី3គឺការទៅបង្កើតនៅឆាតថ្មីមិនថាបងប្អូនទាំងអស់គ្នាឬក៏ខ្ញុំឯងគឺយើងតែងតែចង់ធ្វើការសពគ្រប់បែបយ៉ាងនៅក្នុងឆាតតែមួយក៏តែរាល់ប្រធានបទទាំងអស់ដែលយើងឆាតនៅក្នុងផ្ទាំងឆាតតែមួយវាធ្វើឲ្យ AI ងាយបាត់បង់នៅការចងចាំអញ្ចឹងដូច្នេះហើយវិធីដែលធ្វើការជាមួយ AI ដោយមានប្រសិទ្ធភាពបំផុតគឺយើងធ្វើបែបនេះការងារមួយគឺយើងបោះនៅក្នុងឆាតមួយដើម្បីឲ្យ AI ផ្ដោតតែទៅលើការងារមួយនោះខ្ញុំមានឧទាហរណ៍មួយងាយស្រួលយល់ខ្ញុំនឹងបើកការងាររបស់ខ្ញុំជាក់ស្ដែងដែលខ្ញុំធ្វើការជាមួយនឹង AI ជូនទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលផ្ទាំងឆាតមួយនេះដែលខ្ញុំធ្វើការជាមួយនឹង Claude AI ហើយខ្ញុំមាន topic មួយគឺ cost និង content studio អញ្ចឹងខ្ញុំមានឆាតមួយទី1គឺតទៅនឹងការឲ្យ AI សរសេរជា video script របស់ខ្ញុំផ្ទាំងឆាតទី2គឺបង្កើតនៅក្របរូបភាពឬក៏ video thumbnail ឆាតទី3គឺតទៅនឹង caption និងឆាតទី4គឺតទៅនឹងការធ្វើអីផ្សេងៗទៀតអញ្ចឹងការធ្វើបែបនេះគឺដើម្បីឲ្យ AI ដឹងតួនាទីនិងភារកិច្ចរបស់ខ្លួនឯងថានៅក្នុងឆាតតែមួយនេះគឺគេធ្វើការតែតទៅនឹងការសរសេរ video script ទេអត់មានអីទៅលុកលាន់ឬក៏លាយជាមួយគ្នាទេដល់ឆាតទី2គឺវាផ្ដោតតែទៅលើការបង្កើតនៅ thumbnailអញ្ចឹងនៅពេលដែលខ្ញុំថតវីដេអូចប់ពីមួយវីដេអូទៅមួយវីដេអូខ្ញុំចង់បានរូបភាពមកដាក់លើក្រប thumbnail របស់ខ្ញុំគឺខ្ញុំចាប់ផ្ដើមឲ្យ AI បង្កើតបន្តបន្ទាប់នៅលើឆាតមួយនេះអញ្ចឹងវាធ្វើឲ្យ AI គឺអត់ងាយភ្លេចភ្លាំងទេក៏តែសាប់មើលតែខ្ញុំឲ្យ AI សរសេរវីដេអូ script ផងបង្កើត
thumbnail ផងឬក៏ search សំណួរ AI ផ្សេងៗទៅនឹងឆាតតាមផ្ទាំងហ្នឹង AI វានឹងចាប់ដើមវល់ហើយបង្កើតជាចម្លើយមកបែប hallucination ភូតភរកុហកយើងបានភ្លាមតែម្ដងដំណោះស្រាយទី4នៅក្នុងករណីដែលបងប្អូនទាំងអស់គ្នាមានឯកសារវែងហើយវាធ្វើឲ្យ AI ងាយពេញនៅ memory របស់វាឬក៏ context window របស់វាយើងអាចដោះស្រាយតាមវិធីនេះបានគឺវិធីទី1គឺការបំបែកឯកសារនឹងជា2ដោយយើងមាន selection ទី1និង selection ទី2អញ្ចឹងជាដើមអញ្ចឹង selection ទី1យើងអាចឲ្យ AI សង្ខេបឲ្យម្ដងបន្ទាប់មកយើងឲ្យវាសង្ខេបនៅ selection ទី2អញ្ចឹងបន្ទាប់ពីយើងបាននៅការសង្ខេបនៃ selection មួយនឹងហើយយើងអាចយកវាទៅធ្វើការនៅលើ project ផ្សេងអញ្ចឹងកន្លែងហ្នឹងក៏វាដូចគ្នាដែរនៅក្នុងករណីបងប្អូនទាំងអស់គ្នាមាន project ដ៏ធំមួយឲ្យ AI ធ្វើការអញ្ចឹង AI វាអាចធ្វើការងារឲ្យបងប្អូនសពគ្រប់បែបយ៉ាងនៅក្នុងតែផ្ទាំងឆាតហ្នឹងទេអញ្ចឹងក្នុង project ហ្នឹងបងប្អូនទាំងអស់គ្នាអាច break down ទៅផ្ទាំងឆាតថ្មីទៀតបានដើម្បីឲ្យ AI វាធ្វើការបានយ៉ាងមានប្រសិទ្ធភាពជូនទៅកាន់បងប្អូនទាំងអស់គ្នាឧទាហរណ៍នៅក្នុងការធ្វើការរបស់ខ្ញុំនៅពេលដែលខ្ញុំធ្វើការជាមួយនឹង Claude គឺខ្ញុំបើក project 6 project ផ្សេងពីគ្នានេះ project ដែលចាស់ដែលខ្ញុំធ្វើការជាមួយនឹង AI project ថ្មីរបស់ខ្ញុំឧទាហរណ៍ project ទាក់ទងនឹង personal grow គឺខ្ញុំដាក់នៅកន្លែងនេះដើម្បីឲ្យ AI feedback ទៅលើការរៀនសូត្រប្រចាំថ្ងៃរបស់ខ្ញុំហើយកន្លែងនេះទាក់ទងនឹង business advisor អីគឺឲ្យវាធ្វើការបដោតសំខាន់តែការងារមួយហ្នឹងlab automation ទាក់ទងនឹងជំនួយការធ្វើ automation ហើយទាក់ទងនឹងការធ្វើ content និងទាក់ទងនឹងការ sell អីអញ្ចឹងយើងបែងចែកទើបរបស់យើងផ្សេងពីគ្នាដំណោះស្រាយទី5គឺការបង្កើត memory ក្រៅពីផ្ទាំងឆាតអញ្ចឹងកន្លែងនេះគឺខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នារួចមកហើយនៅមេរៀនទី2អញ្ចឹងបងប្អូនទាំងអស់គ្នាអាចទៅរៀននិងស្វែងយល់អំពីរបៀបប្រើប្រាស់នៅដំណោះស្រាយនេះនៅលើមេរៀនទី2របស់យើងបាទហើយ tip បន្ថែមគឺទៅនឹងការរើស model នៅក្នុងការប្រើប្រាស់អញ្ចឹង model ដែលខ្លាំងហើយធំជាងគេក៏វាមាន memory ដែលធំដែរក៏ប៉ុន្តែមិនមែនមានន័យថា memory ដែលធំហ្នឹងឬក៏ context window ដែលធំហ្នឹងវាអត់ផ្លេចទេវាងាយនៅក្នុងការផ្លេចភ្លាំងដូចគ្នាអញ្ចឹងដើម្បីបញ្ជៀសនៅការផ្លេចភ្លាំងឬក៏ការដែល AI បង្កើតនៅចម្លើយមកខុសមកឲ្យយើងគឺបងប្អូនទាំងអស់គ្នាត្រូវតែអនុវត្តនិងប្រើប្រាស់ទៅលើប្រមាណជំហានដែលខ្ញុំបានប្រាប់បងប្អូនទាំងអស់គ្នាពីខាងដើមអញ្ចឹងនៅក្នុងមេរៀននេះគឺយើងបញ្ចប់ប៉ុណ្ណេះនៅមេរៀនក្រោយគឺយើងនឹងរៀនអំពី advanced tip